រៀងរាល់ព្រឹកខ្ញុំទៅធ្វើនាគាមិនមែនព្រោះចង់ដកលុយទេតែព្រោះចង់ឃើញស្នាញញឹមអ្នកគ្រូបេឡាដែលអង្គុយទទួលភ្ញៀវសំឡេងនិយាយស្រទន់ពេកធ្វើឲ្យបេះដូងខ្ញុំញ័ររាល់ថ្ងៃលេខគ្រៀងលើដៃកាន់មិនចំព្រោះភ្នែកខ្ញុំមើលតែអ្នកខ្ញុំគ្រាន់ជាអធិជនម្នាក់ដែលលាក់អារម្មណ៍ក្នុងចិត្តមិនហ៊ាននិយាយពាក្យស្រឡាញ់ខ្លាចរំខានការងាររបស់អ្នកលួចស្រឡាញ់អ្នកគ្រូបេឡាស្រឡាញ់តាំងពីថ្ងៃបានជួបអ្នកស្នាមញញឹមអ្នកធ្វើឲ្យថ្ងៃធំតាខ្លាចជាថ្ងៃមានន័យសម្រាប់ខ្ញុំលួចស្រឡាញ់អ្នកគ្រូបេឡាទោះមិនដឹងណាមានអ្នកណាឬនៅបើថ្ងៃណាអ្នកបើបេះដូងខ្ញុំនឹងសុំឈរនៅក្បែរអ្នកជារៀងរហូតខ្ញុំរកលេខចូលធនាគារពេលខ្លះគ្រាន់តែសួរពេលមានចិត្តពិតចង់ជួបមុខអ្នកមួយនាទីក៏មានតម្លៃមើលអ្នកខិតខំធ្វើការរាល់ថ្ងៃកាន់តែធ្វើឲ្យខ្ញុំកោតសរសើរភាពស្មោះត្រង់និងការយកចិត្តទុកដាក់ធ្វើឲ្យអ្នកពិសេសជាងអ្នកណាទាំងអស់ប្រសិនបើថ្ងៃណាមួយខ្ញុំមានឱកាសស្គាល់អ្នកកាន់តែច្បាស់ខ្ញុំនឹងប្រាប់អ្នកតាមត្រង់ថាអ្នកជាមនុស្សដែលខ្ញុំលួចស្រឡាញ់ជាយូរមកហើយលួចស្រឡាញ់អ្នកគ្រូបេឡាតែដងខ្ញុំមានតែឈ្មោះអ្នកមិនចង់លះអារម្មណ៍ទៅទៀតចង់ឲ្យអ្នកដឹងពីក្តីស្រឡាញ់លួចស្រឡាញ់អ្នកគ្រូបេឡាអ្នកអាចជាបុគ្គលិកធនាគារដែលស្រស់ស្អាតក្នុងចិត្តបើស្នេហ៍នេះមានវាសនាសូមឲ្យយើងបានដោតផ្លូវស្នេហ៍ជាមួយគ្នាដែលខ្ញុំចូលធនាគាររំដងទៀតខ្ញុំសង្ឃឹមថានឹងមិនកម្មជាអធិជនទេតែខ្លាយជាមនុស្សក្នុងបេះដូងអ្នក